សម្រាប់អ្នកម្ដាយដែលទើបតែមានផ្ទៃពោះឬក៏អ្នកម្ដាយដែលចិត្តនឹងសម្រាលសូមរៀនមើលដង្ហើមរបស់ខ្លួនឯងរៀនដកដង្ហើមនៅពេលដែលលោកអ្នកស្ថិតនៅលើគ្រែសម្រាលឆ្មបឬក៏វេជ្ជបណ្ឌិតនឹងឲ្យអ្នកម្ដាយអូខេអូនក្មួយដកដង្ហើមយឺតមួយគាត់នឹងដឹកនាំដង្ហើមយើងឲ្យថាខណៈពេលដែលគាត់បង្រៀនឲ្យយើងដកដង្ហើមហ្នឹងមួយគាត់នឹងថា push រុញដកដង្ហើមឲ្យខ្លាំងរុញព្រោះរុញហ្នឹង push ហ្នឹងគឺរុញកូនចេញពីក្នុងស្បូនចេញពីក្នុងផ្ទៃរបស់យើងអូខេអញ្ចឹងចេះដកដង្ហើមមួយហើយមួយទៀតស្រមៃថាកូនរបស់លោកអ្នកកំពុងតែខំប្រឹង push ខ្លួនឯងរុញខ្លួនឯងធាក់ខ្លួនឯងបញ្ចេញពីកមកក្រៅដើម្បីជួបយើងការសម្រាលនឹងរលូននិងមានសុវត្ថិភាពរាល់ការកន្ត្រាក់នីមួយៗរបស់កូនយើងជាសញ្ញាប្រាប់យើងថាយើងចិត្តជួបមុខកូនរបស់យើងហើយ